បាទថ្ងៃនេះដែរយើងបានមកឲ្យចំណៃដូចសពម្ដងបាទថ្ងៃនេះមកបង្ហាញពីអាងទៀតបាទពីអាងខ្ញុំមិនได้បានបង្ហាញទេដោយសារតែខ្ញុំមិនได้បានថតទេដោយសារតែអានេះតំដាក់ថ្មីអា10អាងនោះ8ពី10អាងនោះ8ធំមកបានប្រហែលប្រហែលជា300ចឹងបាទ300ក្បាលចឹងធំប្រកដៃប្រហែលជាប្រហែល7 8 1គីឡូបាទ7 8ត្រី1គីឡូឥឡូវជា8បានមួយអាង30ត្រីយកមកដាក់20ត្រីអាងខ្លះ20ត្រីជាងបាទមិញមាន2អាង8អាធំត្រីដែងធំមួយហើយនឹងត្រីដែងយក្សមួយបាទដែងយក្សហ្នឹងចាប់មកពីយូរហើយបាទខ្ញុំដាក់ចំណែកបានថតឥឡូវងាកមកមើលឲ្យចំណៃត្រីយើងវិញបាទចំណែកតិចតួចអាតិចតួចនេះក៏បានថ្ងៃនេះថ្ងៃទី25អី26ខែ5ឆ្នាំ2025ត្រីកូនត្រីរបស់យើងក៏បាន32ថ្ងៃហើយបាទបាន32ថ្ងៃហើយ32ថ្ងៃនេះហើយបាទចាំមើលតទៅទៀតទៅប៉ុណ្ណាតែ32អាណាធំចាប់8ទៅ6 7ត្រី1គីឡូអាណាទូចក៏ទូចនៅស្មេះនៅដូចណែនដែរដូចជាចែដូចជាម៉េចបាទដូចមើលមនុស្សវិញមនុស្សក្រិនណានៅមិនអាណាទូចក៏ទូចនៅដែលបាទអាណាធំក៏ធំមួយអាងនោះបានប្រមូលអាធំបាន8អាធំបានប្រហែលវាប្រហែលជា25ទៅ30ត្រីបាទឥឡូវយើង8ទៅដាក់មួយអាងទៅវាហើយនេះនៅទូចនៅទូចទាំងអស់អញ្ចឹងក៏ចាំមើលបន្តទៅទៀតធំប្រហែលជា2ខែទៅមុខទៀតវាយ៉ាងណាមិនដឹងជាពូជវាមិនវាគេប្រកាសមកក្រិនក៏មិនដឹងបងប្អូនដែលបានដាក់នៅអានប្លុកហើយឥឡូវមកប្លុកសាក់មើលក្រិនក៏ក្រិនធំក៏ធំជ្រុលបើសិនតែធំបានទាំងអស់នៅរយៈពេល1ខែនៅបើធំបានប្រព័ន្ធប៉ុនកដៃកូនក្មេងទាំងអស់មិនដឹងជាល្អប៉ុណ្ណាទេបងប្អូនបើមិនមានបើមិនខ្លាចជាអ្នកមានក៏គ្រប់ដែរបាទគ្រប់ដែរប៉ុន្តែហើយបើធំអញ្ចឹងមួយអាងធំ7អី25ទៅ30ត្រីអញ្ចឹងពិបាកដែរឥឡូវ8បាន300ជាង10អាង300ជាងមកក៏ឡើងផ្សេងបាទបើមានការខុសឆ្គងសូមមេត្តាខន្តីជាស្រ័យដោយសារតែនិយាយទៅរ៉ាក់អូលណាចាដូចតែពីមុនមកចាសូមជំនាញទេបាទសូមជួយតាមដានទាំងអស់គ្នាបន្តទៅមុខទៀតបាទតើ1ខែ2ខែទៅមុខទៀតវាយ៉ាងណាហ្នឹងហើយសូមជួយតាមដានហើយនឹងជួយគាំទ្រជាកម្លាំងចិត្តផងបាទសូមអរគុណសូមជម្រាបលាបាយបាយ